អត់ចូលចឹងមានអារម្មណ៍ខកចិត្តដែរប៉ុន្តែទូណាក៏បានតឡាការបានជួយរយុទ្ធធរឲ្យដែរណាបានផ្ដន់ទាទោសយ៉ាងច្រើនបាទនៅព្រឹកថ្ងៃច័ន្ទសាលាដំបងរាជធានីភ្នំពេញបានសម្រេចផ្ដន់ទាទោសលោកហ៊ីកំហុងប្រធានក្រុមហ៊ុនពិភពដីមាសនិងគូកនមួយចំនួនឲ្យជាប់ពន្ធនាគាររយៈពេល15ឆ្នាំក្នុងសំណុំរឿងព្រហ្មទណ្ឌ3ផ្សេងគ្នាដែលពាក់ព័ន្ធនឹងករណីបទឆបោកមានស្ថានទម្ងន់ទោសនិងផ្ដល់ប្រាក់សំណងជាង33លានដុល្លារដល់ជនរងគ្រោះចំនួន1115គ្រួសារតាក់ទងជាមួយនឹងសំណងសំណងជូនបងប្អូនយើងដែលជាជនរងគ្រោះក្នុងសំណុំរឿង4289ដែលមានសមាជិកបងប្អូនប្រជាពលរដ្ឋ1115គ្រួសារដែលមានដើមមិនដឹងឈ្មោះសេនហាន់ឈ្មោះខឹមសៅឈ្មោះមឿនកុនធាជាតំណាងប្រជាពលរដ្ឋទាំង1115គ្រួសារហ្នឹងសំណងសរុបទាំងអស់គឺ33លាន555280ដុល្លារតេតងនឹងសំណងតឡាការមិញកឡាំជីគាត់ណាត់ឲ្យខ្ញុំមកយកតេតងនឹងបញ្ជីឈ្មោះសាក្រមហ្នឹងណាបាទដោយសារមានចំនួនច្រើនអញ្ចឹងគាត់អត់អានបានអស់ទេបាទដូចតែជាង1000នាក់ម្នាក់ប្រហែលគឺយើងអត់ដឹងទេអញ្ចឹងណាបាទអញ្ចឹងស្អែកនេះបាទខានសែកខ្ញុំនឹងមកយកសាក្រមបើទោះបីជាពលរដ្ឋរងគ្រោះសប្បាយចិត្តនឹងការប្រកាសសាលក្រមព្រឹកនេះក៏ដោយពួកគាត់នៅតែមានការព្រួយបារម្ភពីការទទួលបានប្រាក់សំណងមកវិញផងដែរខណៈពួកគាត់ជួបលំបាកនៅក្នុងការរកលុយបង់ធនាគារប្រចាំខែបើសិនជាបានដោយគាត់និយាយមែននៅតុលាការបានចាត់ចែងមែនយើងខ្ញុំសប្បាយចិត្តព្រោះបានទៅបង់ធនាគារព្រោះឲ្យពួកខ្ញុំរាល់ថ្ងៃនេះរកលុយបង់ធនាគារបានទេចំណូលហើយនឹងសេដ្ឋកិច្ចរកកាន់តែបានហើយធនាគារគេមករឹបអស់ដីខ្ញុំយករាល់ថ្ងៃហើយដោយសារពួកខ្ញុំអត់មានលុយបង់គេហើយរយៈពេលប្រហែលឆ្នាំមកហើយខ្ញុំខកចិត្តក្នុងថ្ងៃនេះគាត់ថាខកចិត្តមិនទាន់នឹងបានលទ្ធផលថាតំណងដែលខាងលោកតុលាការគាត់ប្រកាសមកមិនទាន់បានមកដល់ផ្ទាល់ដៃសងបងប្អូនយើងជាជនរងគ្រោះទាំងអស់គ្នាវេទនាដោយសារអីរាល់ថ្ងៃខ្ញុំអាយុ57ខ្ញុំធ្វើការអនាម័យមួយខែបានប្រាក់ខែតែ190គឺអត់ហ៊ានទុកចំណាយអីទាំងអស់គឺផ្សំបងធនាគារហ្នឹងគឺបងតាមលទ្ធភាពហ្នឹងគឺប្រាក់ខែនោះបងទាំងអស់ព្រោះបើបងពេញ500តែនេះខ្ញុំបងលទ្ធភាពខ្ញុំគឺ190យកប្រាក់ខែទៅបងទាំងអស់ហើយសុខចិត្តធ្វើការបដារើសអេតចាយទៅយកអេតចាយយកលុយហ្នឹងទិញមហោបចាក់សាំងវេទនាណាគ្រូបន្ថែមពីនេះពួកគាត់នៅតែបន្តទទូចឲ្យតុលាការចាប់ខ្លួនលោកហ៊ីកំហុងនិងសហការីម្ដងទៀតនិងរឹបអូសទ្រព្យសម្បត្តិសងពលរដ្ឋរងគ្រោះវិញសុំតែពេលបានចំណងឲ្យសុំចាប់គាត់ដាក់ក្នុងឃុំទៅមិនបាច់ចាប់គាត់នៅក្រៅឃុំទេកុំឲ្យគាត់មានបញ្ហាគំរាមកំហែងដល់ប្រជាពលរដ្ឋទុនខ្សោយទៀតចង់ឲ្យបាទតុលាការចាប់ខ្លួនវិញដោយសារមូលហេតុគាត់នៅខាងក្រៅគឺគាត់គម្រាមកំហែងបំផិតបំភ័យដល់ប្រជាពលរដ្ឋរងគ្រោះនេះបាទដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់បាទដែលជាពិសេសតំណាងតែម្ដងបាទប្តឹងតំណាងឡើង3 4សំណុំរឿងសូម្បីរាល់ថ្ងៃនេះគឺសំណុំរឿងហ្នឹងគឺមិនទាន់បានចំណាត់ការចប់ដែរបាទអញ្ចឹងមានតែក្នុងនាមយើងសំណូមពរឲ្យចេញទៅការចាប់ខ្លួនតាមអំណាចសារក្រមហ្នឹងតែម្ដងមែនទេបងប្អូនបាទពាក់ព័ន្ធនឹងសំណុំរឿងនេះដែរក្រៅពីលោកហ៊ីកំហុងលោកប្រាក់ពិននិងលោកចេងសង្ហាសហការីចំនួន16នាក់ផ្សេងទៀតដែលជាប់ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ2ឆ្នាំនិងពិន័យជាប្រាក់2លានរៀលដោយឡែកសហការី5នាក់ផ្សេងទៀតដែលបានបង្កអំពើហិង្សាកាលពីថ្ងៃទី7ខែសីហាឆ្នាំ2023នឹងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន2ឆ្នាំនិងពិន័យជាប្រាក់4លានរៀលគួរជម្រាបជូនដែរថាអាជ្ញាធរក្រុងភ្នំពេញបានចាប់ខ្លួននិងឃុំខ្លួនលោកហ៊ីកំហុងកាលពីខែសីហាឆ្នាំ2023ដោយចោទប្រកាន់ថាបានឆបោកប្រាក់ប្រជាពលរដ្ឋជាង700គ្រួសារនៅខេត្តកំពតដែលគិតជាទឹកប្រាក់វិនិយោគរាប់លានដុល្លារក្នុងគម្រោងអចលនទ្រព្យយ៉ាងណាមិញកាលពីខែវិច្ឆិកាឆ្នាំ2023លោកត្រូវបានដោះលែងនៅក្រៅឃុំឡើងវិញហើយរហូតមកដល់ទល់ពេលនេះពុំទាន់ឃើញមានការចេញមុខដោះស្រាយសំណងជូនពលរដ្ឋរងគ្រោះនៅឡើយទេបើទោះបីជាពលរដ្ឋចេញតវ៉ានិងស្នើឲ្យមានការអន្តរាគមន៍ពីតុលាការនិងថ្នាក់ដឹកនាំក៏ដោយ